វិជានាវាបំបង្កាយដោយទំនើបមួយដែលមិនមែនត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិតអាវុធខ្នាតធំដែលមានកញ្ចប់ថវិការាប់ពាន់លានដុល្លារនោះទេប៉ុន្តែវាត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឯកជនតូចមួយទៅវិញរូបរាងរបស់វានេះមើលទៅដូចជារូបរាងប្លែកថ្មីនិងទំនើបជាងមុននៃនាវាសេដូហើយវាត្រូវបានរចនាឡើងផ្អែកទៅលើបច្ចេកវិទ្យាសវត្ថផងដែរសូម្បីតែនៅក្នុងពេលខ្យល់ព្យុះក៏អ្នកនៅតែអាចរីករាយនឹងពិសាតែមួយកែវនៅលើនាវានេះបានយ៉ាងរំភើយរលកទឹកសមុទ្រស្ទើរតែមិនអាចរំខានដល់នាវាដែលមានរចនាសម្ព័ន្ធបែបនេះបានឡើយពីព្រោះអង្គបណ្ដែតទឹកដែលមានរាងដូចគ្រាប់បែក torpedo ទាំងពីរគឺតែងតែលិចនៅក្រោមទឹកទាំងស្រុងហើយមានតែទម្រទ្រនាប់ស្ដើងៗប៉ុណ្ណោះដែលភ្ជាប់ឡើងមកកាន់ផ្ទៃខាងលើនៃនាវាផ្ទៃប៉ះនឹងទឹកត្រូវបានកាត់បន្ថយមកត្រឹមកម្រិតអបបរមាលក្ខណៈបែបនេះក៏ធ្វើឲ្យការសាងសង់នាវាកាន់តែមានភាពស្មុគស្មាញខ្លាំងផងដែរពីព្រោះប្រព័ន្ធបើកបរនិងបញ្ជាទាំងមូលត្រូវតែរៀបចំបញ្ចូលទៅក្នុងអង្គបណ្ដែតទឹកដ៏ស្ដើងទាំងនេះទោះបីជាមានការរចនាស្រដៀងគ្នាក៏ដោយក៏នាវា Ghost មានល្បឿនលឿនជាងនាវា Shiseido ឆ្ងាយណាស់ក្នុងល្បឿន30 knot ប្រហែល56 គីឡូម៉ែត្រក្នុង1ម៉ោងល្បឿនរបស់វាលឿនជាងទ្វេដងហើយបច្ចុប្បន្នវាកំពុងត្រូវបានធ្វើការតេស្តសាកល្បងរហូតដល់ល្បឿន50 knot ទៀតផងល្បឿនដ៏លឿននេះត្រូវបានផ្ដល់ដោយម៉ាស៊ីនទូប៊ីនប្រភេទ Lycoming T53 ចំនួន2ដែលម៉ាស៊ីននីមួយៗមានកម្លាំងរហូតដល់2000កម្លាំងសេះអ្វីដែលខុសប្លែកពីនាវាភាគច្រើននោះគឺច្រវារបស់វាមិនមានស្ថិតនៅខាងក្រោយដើម្បីរុញនាវាទៅមុខនោះទេប៉ុន្តែវាស្ថិតនៅខាងមុខហើយដើរតួនាទីជាអ្នកអូសនាវាទៅវិញ